ការការពាររបួសកើតពីសម្ពាធ 1. របួសកើតពីសម្ពាធជាអ្វី ជារបួសនៃស្បែកនិងជាលិកាផ្ទៃក្រោមស្បែកដែលកើតឡើងដោយសារត្រូវបានច្របាច់ដោយសម្ពាធជាបន្តបន្ទាប់រយៈពេលយូរបណ្ដាលឲ្យឈាមមិនអាចចេញចូលបានគ្រប់គ្រាន់ឬផ្អាកហើយជាលិកាត្រូវបានខូចឬស្លាប់ ត្រូវប្រុងប្រយ័ត្នប្រសិនបើឃើញស្នាមក្រហមស្បែកឆ្កូតឬឈឺចាប់ត្រូវជូនដំណឹងបុគ្គលិកសុខាភិបាលភ្លាមៗ 3. អ្នកដែលមានហានិភ័យផ្កាយអ្នកជំងឺគេងលើគ្រែឬមិនអាចចលនាផ្កាយមនុស្សចាស់ផ្កាយអ្នកជំងឺរ៉ាំរ៉ៃដូចជាជំងឺឆ្កួតសរសៃប្រកាច់ដៃជើងនិងជំងឺទឹកនោមផ្អែមផ្កាយអ្នកដែលខ្វះអាហារស្គមឬស្បែកស្តើងផ្កាយអ្នកដែលមិនអាចគ្រប់គ្រងការបញ្ចេញបាន 4. វិធីការពារត្រូវអនុវត្តរាល់ថ្ងៃ ផ្កាយប្តូរទីតាំងឬបង្វិលរាល់2 ម៉ោងផ្កាយថែរក្សាស្បែកឲ្យស្អាតស្ងួតមិនឲ្យមានសំណើមផ្កាយប្រើកម្រាលខ្យល់ឬខ្នាយគាំទ្រតំបន់ដែលងាយរងគ្រោះផ្កាយពិនិត្យស្បែករាល់ថ្ងៃ ជាពិសេសតំបន់ដែលងាយរងគ្រោះផ្កាយឲ្យទទួលបានអាហារគ្រប់គ្រាន់និងផឹកទឹកច្រើនគ្រប់ថ្ងៃ ត្រូវប្រុងប្រយ័ត្នប្រសិនបើឃើញស្នាមក្រហមស្បែកឆ្កូតឬឈឺចាប់ត្រូវជូនដំណឹងបុគ្គលិកសុខាភិបាលភ្លាមៗ